អូខេជំរាបសួរបងប្អូនមួយយ៉ាងនេះខ្ញុំចង់ធ្វើវីដេអូមែនតើប៉ុន្តែអត់ដែលឃើញមានរឿងណាបែកធ្លាយឬក៏សាច់រឿងណាដែលអាចឲ្យគួរចាប់អារម្មណ៍ចង់យកមកនិយាយហើយដូចឃើញរឿងថ្មីពាក់ព័ន្ធនឹងក្មេងស្រីម្នាក់ដែលគាត់សម្រេចចិត្តបត់ផាត់ប្តីគាត់ទៅធ្វើសកម្មភាពមួយចំនួនដែលយើងគ្រប់គ្នានិយាយថាខុសហ្នឹងខ្ញុំគិតថាវាជាប្រធានបទគួរតាក់ទាញហើយខ្ញុំសូមលុបមាត់ទៅលើរឿងនេះក៏មិនមែនដោយសារមូលហេតុខ្ញុំចង់ល្បីដោយសារប្រធានបទនឹងអីនោះទេប៉ុន្តែខ្ញុំគិតថាខ្ញុំចង់សូមលុបមាត់និយាយដើម្បីស្វែងយល់ទាំងអស់គ្នាបន្តិចទៀតដោយសារខ្ញុំចូលចិត្តស្វែងយល់ចេញពីជ្រុងផ្សេងមួយទៀតដែលខ្ញុំគិតថាអ្នកតីគាត់ប្រហែលជារំលងអញ្ចឹងបើតាមខ្ញុំមើលឃើញខ្ញុំចូលចិត្តខ្វល់ពីជ្រុងផ្សេងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំសូមអត់និយាយពីប្តីថាយ៉ាងម៉េចទេហើយក៏ខ្ញុំអត់នឹងវែកញែកថាប្រពន្ធខុសរបៀបណាដែរប៉ុន្តែខ្ញុំចាប់អារម្មណ៍ចំណុចមួយថងថានៅពេលដែលមានរឿងចឹងហើយមានការជេរបន្តិចក្មេងស្រីនឹងច្រើនហើយខ្ញុំសូមបញ្ជាក់ម្សិលទៀតខ្ញុំមកនិយាយហ្នឹងគឺមិនមែនចង់លុបមាត់ការពារម្ដាយឬក៏ក្មេងស្រីហ្នឹងទេប៉ុន្តែខ្ញុំចង់វែកញែកឲ្យយើងយល់ក្នុងនាមជាមហាជននៅពេលដែលយើងឃើញរឿងចឹងសកម្មភាពយើងបន្ទាប់ដែលយើង react ឬក៏យើងប្រតិកម្មទៅលើសាច់រឿងហ្នឹងវាមានន័យថាម៉េចហើយយើងគួរតែធ្វើស្អីវិញបើសិនជាយើងឃើញរឿងចឹងប៉ុន្តែមុននឹងឈានចូលទៅដល់ហ្នឹងខ្ញុំចង់សួរសំណួរមួយចំនួនឲ្យយើងប្រើចិត្តជាមហាជនក្នុងនាមយើងជាអ្នកឃើញសាច់រឿងហ្នឹងខ្ញុំចង់សួរថាអញ្ចឹងរាល់ការជេរបន្តិចទាំងអស់ដែលយើងបានប្រើយើងបានបញ្ចេញដោយសារយើងយល់ថាយើងក្តៅក្រហាយយើងខឹងយើងអីចឹងណាខ្ញុំចង់សួរថាតើអ្នកណាជាអ្នកមានសិទ្ធិពិតប្រាកដក្នុងការកំណត់ថាភាគីខាងប្រុសឬខាងស្រីឬក៏ខាងអីណាដែលគាត់ត្រូវឬក៏ខុសពិតប្រាកដជាពិសេសក្នុងរឿងឯកជនគេអញ្ចឹងខ្ញុំជឿជាក់ថាអ្នកដែលមានសិទ្ធិពិតប្រាកដហ្នឹងវាគួរតែជាមន្ត្រីអាជ្ញាធរឬក៏តុលាការផ្សេងបើសិនជាមានការប្តឹងផ្ដាល់អំពីរឿងប្តីប្រពន្ធផិតក្បត់គ្នាអញ្ចឹងក្នុងនាមជាមហាជនយើងអត់មានសិទ្ធិអីច្រើនអីទៅកាត់អាណាខុសអាណាត្រូវឯងវាអញ្ចឹងណាហើយក្នុងនាមយើងជាមហាជនដែរឬក៏សាធារណជនឬក៏ជាអ្នកដតីដោយឡែកពីខាងសាច់រឿងហ្មងខ្ញុំចង់សួរថាតើអ្នកណាជាអ្នកឲ្យអំណាចយើងទៅមានសិទ្ធិជាប្រតិចអ្នកដតីជាប្រមាថអ្នកដតីជាពិសេសគេមានរឿងគេអញ្ចឹងណាគេមានបញ្ហាគេហើយខ្ញុំចង់សួរបន្ថែមទៀតតើការបន្តចូលរួមចែកម្លែករឿងបំពុលអញ្ចឹងវាបង្កហានិភ័យអាក្រក់អ្វីខ្លះដល់សង្គមដល់ប្រទេសជាតិអញ្ចឹងណាហើយនឹងជាពិសេសទៅដល់បុគ្គលទាំងពីរដែលជាអ្នកមានបញ្ហាហើយតើយើងគួរបន្តជេរទាំងម្ដាយក្មេងស្រីឬក៏អត់នៅពេលដែលយើងឃើញគាត់ចេញមកការពារកូនអញ្ចឹងខ្ញុំយល់ថាកន្លែងនេះខ្ញុំនឹងចូលទៅជ្រៅទៀតពេលក្រោយប៉ុន្តែខ្ញុំគ្រាន់តែចោទជាសំណួរមួយចំនួនឲ្យគិតសិនទេណាខ្ញុំចង់សួរថាចេះមួយទៀតត្រឡប់មកសំណួរសំខាន់នៅពេលដែលមានការជេរបន្តិចច្រើនយើងក្តៅក្រហាយយើងខឹងយើងអីទាំងអស់គ្នានឹងដេកអត់សុខទេអញ្ចឹងខ្ញុំចង់សួរថានៅពេលដែលយើងអ្នកខាតអ្នកខឹងអ្នកខុសអ្នកអីទាំងអស់ជេរបន្តិចគ្នាចុះឡើងអញ្ចឹងតើអ្នកណាដែលសប្បាយចិត្តឲ្យដេកលក់ស្រួលជាងគេអ្នកណាជាអ្នកចំណេញជាងគេអញ្ចឹងខ្ញុំសួរទៅបើសិនតែខ្ញុំគិតចម្លើយនឹងវិញខ្ញុំគិតថាគ្មានណាគេចំណេញជាង MMO ដែលដដើមគ្នាផ្សាយកេងចំណេញប្រជាប្រិយភាពឲ្យល្បីភ័យខ្លួនឯងហើយនៅពេលដែលពេកល្បីសួរតែគាត់យកទៅអីគឺដើម្បីតែប្រម៉ូទល្បែងអនឡាញស៊ីសងរបស់គាត់តែមួយមុខគាត់អញ្ចឹងហ្នឹងវាជារឿងដែលយើងគួរពិចារណាដែរថាតើសកម្មភាពយើងធ្វើសប្ងៃហ្នឹងវាហុចផលទៅឲ្យស្អីវាបានប្រយោជន៍ស្អីឬក៏វាជាហត្ថពលស្អីអញ្ចឹងសួរមួយសារទៀតថាតើយើងចាំបាច់ឬក៏អត់ក្នុងនាមយើងជាអ្នកដតីសុទ្ធសាធដែលយើងត្រូវទៅប្រហិនពេលវេលាដែលកាហាយប្រហិនសេចក្តីថ្លៃថ្នូរខ្លួនឯងប្រហិនកិត្តិយសខ្លួនឯងសេចក្តីត្រឹមត្រូវគុណធម៌មនុស្សធម៌របស់យើងប្រផ្លាញចោលអស់លីងដើម្បីយកទៅធ្វើសកម្មភាពជេរបន្តិចអ្នកដតីប្រមាថការទៀនដតីមើងងាយអ្នកដតីជាពិសេសក្មេងស្រីដតីដែលមិនមែនជាសាច់ញាតិយើងសោះហើយគេគ្រាន់តែប្រព្រឹត្តខុសជាមួយប្តីរបស់គេមិនមែនយើងមិនមែនគ្រួសារយើងប៉ុន្តែគ្រួសារគេរឿងនេះបើតាមខ្ញុំមើលឃើញខ្ញុំយល់ឃើញណាស់ចេះមនុស្សម្នាក់គាត់ប្រព្រឹត្តខុសឬប្រព្រឹត្តត្រូវវាអាស្រ័យទាំងស្រុងទៅលើទំហំព័ត៌មានបរិមាណព័ត៌មានចំណេះដឹងដែលគាត់ទទួលយល់បានពីការរៀនសូត្រអញ្ចឹងបើគាត់ទទួលបានច្រើនសមត្ថភាពត្រេះរះគាត់ក៏ខ្ពស់តែបើគាត់ទទួលបានតិចឬគ្មានចំណេះដឹងគាត់អាចគិតខុសច្រើនអញ្ចឹងមនុស្សម្នាក់ប្រព្រឹត្តខុសប្រព្រឹត្តត្រូវគឺអាស្រ័យទៅលើលទ្ធភាពត្រេះរិះរបស់ខ្លួនទៅតាមសមាជិវប្រាជ្ញាផងគាត់អញ្ចឹងហើយបានគេថាយើងហ៊ានត្រូវយើងហ៊ានច្រើនយើងហ៊ានបានល្អយើងប្រព្រឹត្តត្រូវច្រើនយើងស្គាល់ខុសយើងស្គាល់ត្រូវតែបើយើងហ៊ានបានតិចសកម្មភាពយើងធ្វើចេញមកគឺវាមានខុសច្រើនហើយអញ្ចឹងក្មេងស្រីម្នាក់ហ្នឹងគាត់ខុសច្រើនក៏ប្រហែលជាមូលហេតុមកពីថាគាត់អវិជ្ជាគាត់រៀនអត់បានច្រើនគាត់ខ្វះការគិតគាត់ធ្វើមកពេលដើម្បីលុយឬក៏ដោយសារអ្វីមួយវិបត្តិអីមួយដែលយើងអត់ដឹងតោះតែយើងសួរគាត់ហើយគាត់ឆ្លើយមកយើងពិចារណាទៅជឿឬមិនជឿប៉ុន្តែអានឹងជារឿងមួយទៀតកន្លែងនេះខ្ញុំចង់ឲ្យតែយល់មួយថាមនុស្សខុសភាគច្រើនគាត់ខ្វះចំណេះដឹងមនុស្សខ្លះទៀត
គាត់មានចំណេះដឹងហើយគាត់សម្រេចចិត្តធ្វើខុសហ្នឹងវារឿងផ្សេងទៀតប៉ុន្តែបកត្រឡប់មកយើងជាសាធារណជនវិញការសម្រេចចិត្តទៅជន់អ្នកខុសម្នាក់ឲ្យធ្លាក់ដល់បាតក្នុងកម្រិតហ្នឹងណាវាយប្រហារគ្នាគោរពភាពអញ្ចឹងណាវាអត់បានធ្វើឲ្យយើងថ្លៃថ្នូរទេហើយក្នុងនាមយើងជាអ្នកដទៃអ្វីដែលយើងធ្វើល្អបំផុតសួរថាបើយើងឃើញរឿងអញ្ចឹងយើងគួរធ្វើម៉េចបើយើងឃើញរឿងអញ្ចឹងអ្វីដែលយើងអាចធ្វើមកល្អបំផុតសម្រាប់ខ្លួនឯងគឺយើងមើលវាឲ្យយល់ឲ្យស្គាល់ថានឹងជាស្អីខុសឬក៏ត្រូវគឺយើងព្យាយាមស្វែងយល់ដោយខ្លួនឯងយើងស្គាល់អ្វីល្អអ្វីអាក្រក់ហើយថាយើងគួរបរវាជាឆ្ងាយឬក៏យើងគួរយកគំរូតាមឬក៏អត់ឬក៏រឿងនឹងវាមានប្រយោជន៍ដល់យើងឬក៏អត់ឬក៏ចាស់តពលយ៉ាងណាខ្លះដល់អ្នកជំនាញខ្លួនយើងត្រូវរៀនឲ្យយល់ប៉ុន្តែមិនត្រូវមកបញ្យល់ទេតែបើយើងធ្វើសកម្មភាពទៅជេរប្រមាថឬក៏ទៅលូកមាត់ទៅវាយប្រហារដែរវាអត់បានជួយឲ្យយើងនឹងគ្រាន់បើយើងនឹងទេអានឹងគឺជារឿងមួយដែលខ្ញុំសម្គាល់ឃើញថាអញ្ចឹងប៉ុន្តែបើត្រឡប់មករឿងម្ដាយវិញដូចដែលខ្ញុំនិយាយខាងដើមអញ្ចឹងសកម្មភាពម្ដាយការពារកិត្តិយសកូនស្រីដែលខុសរបស់ខ្លួនសម្រាប់ខ្ញុំអាចយល់បានពីទំហំទឹកចិត្តម្ដាយមិនថាកូនគាត់ខុសយ៉ាងណាទេមិនថាម្ដាយគាត់យ៉ាងណាដែរខ្ញុំអត់ដឹងទេមិនថាកូនគាត់ខុសយ៉ាងណាទេយើងអាចមើលឃើញថាម្ដាយនៅតែជាមនុស្សទី1បំផុតដែលនៅហុចដៃឲ្យកូនទៅស្រង់កូនបើទោះបីកូនប្រឡោកប្រឡាក់មិនក៏ដោយយកមកលាងវិញហើយនរណាថាខុសនរណាថាត្រូវគឺម្ដាយអត់ខ្វល់ទេគឺគាត់គ្រាន់តែចង់ការពារកូនរបស់គាត់ហើយសំណួរសួរថាបើសិនជាមនុស្សម្នាក់មានក្តីស្រឡាញ់ជាមួយមនុស្សម្នាក់ទៀតហើយគ្រាន់តែចង់ការពារមនុស្សម្នាក់ទៀតហ្នឹងវាខុសឬត្រូវវាអត់ខុសទេដែលគាត់ស្រឡាញ់កូនដល់កម្រិតហ្នឹងប៉ុន្តែគ្រាន់តែវិធីសាស្ត្រក្នុងការដែលគាត់ការពារកូនហ្នឹងវាមិនត្រឹមត្រូវប៉ុន្តែបើគ្រាន់តែទឹកចិត្តមានស្រឡាញ់កូនគឺអត់ខុសទេខ្ញុំបញ្ជាក់វិធីសាស្ត្រក្នុងការការពារកូនទេដែលវាខុសហើយកន្លែងហ្នឹងក៏ជាមួយផ្នែកដែលកើតឡើងចេញមកពីថាដោយសារគាត់ខ្វះចំណេះដឹងឬក៏គាត់រៀនមិនសូវជ្រៅជ្រះឬក៏យ៉ាងណាក៏ដោយហ្នឹងក្នុងផ្លូវហ្នឹងវាក៏ជាមួយផ្នែកដែលធ្វើឲ្យគាត់ហ្នឹងគ្មានសមត្ថភាពគិតបានពាក្យល្អយកមកនិយាយយកមកប្រតិកម្មយកមកតវ៉ាអញ្ចឹងអ្វីដែលគាត់ធ្វើបានមិននៅពេលដែលគាត់ខឹងនៅពេលដែលគាត់ក្តៅក្រហាយគឺសម្ដីមនុស្សយើងដូចយើងដឹងអញ្ចឹងវាអត់មានផូរផង់ 100% ត្រូវទេសម្ដីវាមានខុសមានត្រូវលីចូលគ្នាយកមកនិយាយដើម្បីការពារខ្លួនឯងហើយអញ្ចឹងគាត់ lash out ទៅកាន់គេគ្រប់គ្នាហើយប៉ុន្តែបើខ្ញុំមើលឃើញក៏គាត់សារភាពថាកូនគាត់ខុសគាត់ក៏ទទួលស្គាល់ថាខុសដែរប៉ុន្តែអ្វីដែលយើងមើលឃើញមួយទៀតគឺគាត់លើកដៃសំពះសុំទោសសុំឲ្យសាធារណជនយោគយល់ហើយបញ្ឈប់ការជេរប្រមាថផ្សេងជាពិសេសឈប់ជេរគាត់ជាម្ដាយហើយក៏ឈប់ជេរកូនគាត់ដែរហើយយើងសួរកន្លែងនេះថាតើយើងអាចរំលងវាទៅបានអត់តើយើងអាចនៅប្រឹងបន្តជេរគេទៀតនឹងបានប្រយោជន៍អីតើយើងប្រឹងជេរប្រមាថមនុស្សខុសនឹងដើម្បីអីទៀតវាចំណេញឲ្យដល់យើងឬក៏យ៉ាងណាអាហ្នឹងយើងគិតទៀតហើយបញ្ជាក់មកវិញខ្ញុំអត់កាន់ជើងអ្នកខុសទេហើយខ្ញុំក៏អត់មាន connection ឬក៏សាច់ញាតិសាច់សាលហត់អីចាប់ពាក់ព័ន្ធនឹងគាត់ដែរប៉ុន្តែខ្ញុំយល់ថាក្នុងភេទយើងជាមនុស្សដូចគ្នាអ្វីដែលយើងគួរប្រឹងថែរក្សានឹងគឺមនុស្សធម៌ខ្លួនឯងណាទឹកចិត្តយើងគ្រប់គ្នានឹងគឺឲ្យមានច្រើនជាមួយគ្នាទៅវិញទៅមករឿងក្តៅក្រហាយបែបហ្នឹងអត់មានចំណេញអត់មានខាតអីដល់បុគ្គលពីរអ្នកនោះទេហើយក៏អត់មានចំណេញដល់យើងដែរអ្នកដែលចំណេញច្រើនបំផុតគឺ MMO ដែលគាត់ប្រម៉ូទល្បែងអនឡាញស៊ីសងអីហ្នឹងហើយនឹងអ្នកដែលតោងជន់រងគ្រោះដើម្បីល្បី brand ផលិតផលរបស់គាត់ហើយព្យាយាមប្រឹងយកមកកាត់បន្តយកមកបង្ហោះបន្តដើម្បីទៅដណ្ដើមចំណាប់អារម្មណ៍ដណ្ដើមផលចំណេញពីប្រជាប្រិយភាពដល់ខ្លួនដល់ភេកខ្លួនឯងតែមកមុខគាត់សួរថាចេះពេលដែលគាត់ធ្វើអញ្ចឹងគាត់ខំប្រឹងផ្សាយអញ្ចឹងសួរថាគាត់ care ពីជនរងគ្រោះឬគាត់ care ពីជនបង្កឬក៏ care ពីអ្នកនៅក្នុងសាច់រឿងហ្នឹងឬក៏ care ពីសាច់រឿងហ្នឹងគាត់អត់ care ទេគាត់ care តែមួយទេបើធ្វើអញ្ចឹងហើយបានល្បីគាត់ត្រូវតែផ្សាយគាត់ត្រូវតែនិយាយគាត់ត្រូវតែធ្វើចាក់ស្ដែងគាត់អត់មានខ្វល់អីសូម្បីតែបន្តិចទៅលើជនរងគ្រោះទៅលើជនមានបញ្ហាទាំងអស់ហ្នឹងគាត់ដែរខ្វល់ទេគាត់ដែរខ្វល់ស្អីរឿងស្អីឲ្យតែអាចល្បីបានគាត់ទៅអញ្ចឹងខណៈយើងជាសាធារណជនហ្នឹងវេលាដែលយើងឃើញ content ហ្នឹងពីមួយទៅមួយយើងឃើញគេកាត់តបោះ share អញ្ចឹងវាប្រៀបដូចជាគេផ្លុំទៅជាយើងផ្លុំអារម្មណ៍យើងឲ្យកាន់តែខឹងឲ្យកាន់តែស្អប់ឲ្យកាន់តែក្តៅក្រហាយឲ្យកាន់តែយើងនឹងភ្លេចខ្លួនបាត់បង់សេចក្តីថ្លៃថ្នូរខ្លួនឯងទៅជេរគេទៅប្រមាថគេដែរទៅចូលរួមឆ្លោះឆ្លើយឆ្លងជាមួយគេដែរហើយអូម៉ាថាអ្នកខ្លះខំចំណាយពេលវេលាគិតទៅសេភាសាជេរគេ10 20 30 40ហ្នឹងសួរថាអ្នកណាផ្សេងមានពេលវេលាចង់ប្រហែលទៅអង្គុយអានអក្សរដែលយើងខំប្រឹងទៅសេ20 30 40 នាទីហ្នឹងប្រហែលជាអត់ទេអាហ្នឹងវាមួយដែរអញ្ចឹងមនុស្សដូចគ្នាបើឃើញអ្នកដទៃប្រព្រឹត្តខុសអ្វីដែលយើងអាចធ្វើបានមកល្អគឺយើងមើលឲ្យយល់មើលឲ្យដឹងហើយរៀនជាបទពិសោធន៍ហើយនឹងជួយគ្នាតាមលទ្ធភាពអ្នកល្ងងយើងជួយឲ្យគាត់ឆ្លាតទៅតាមរយៈបញ្ចេញយោបល់ឲ្យបញ្ចេញទៅប៉ុន្តែយើងបញ្ចេញក្នុងន័យបរៀនគ្នាឲ្យឆ្លាតបរៀនគ្នាយល់តែបើសិនជាអ្នកដែលមិនដែលស្គាល់ខុសយើងបរៀនគាត់ឲ្យស្គាល់ខុសបើមិនដែលស្គាល់ត្រូវក៏បរៀនគាត់ឲ្យស្គាល់ត្រូវហើយបើថាជួយគ្នាបានអញ្ចឹងយើងជួយទៅយើងទៅមុខហើយតែបើសិនជាថាយើងជួយអត់បានទេយើងសួរធ្វើម៉េចយើងប្រឡែងវាទៅយើងអាចទៅមុខបានទៀតហើយអញ្ចឹង move on ទាំងអស់គ្នាកុំឲ្យរឿងក្តៅក្រហាយនឹងខ្លាយទៅជារឿងដែលធ្វើយើងដេកអត់លក់ទាំងអស់គ្នាដែរខ្ញុំមិនមែនជាព្រះពុទ្ធទេប៉ុន្តែខ្ញុំចង់លើកឡើងថាវាអត់មានចំណេញអីទាំងអស់វិនាទីដែលយើងចំណាយពេលជេរក្តៅក្រហាយអញ្ចឹងវាអត់ធ្វើឲ្យលុយយើងកើនក្នុងកម្រិត1នាទី1ដុល្លារវាអត់មានសូម្បីមិនតិចប៉ុន្តែ MMO នៅពេលដែល share អញ្ចឹងល្បី1លាន view វាបានប្រមាណ$100
ឡាវានោះអាហ្នឹងវាចំណេញវាទី1ហើយបើប្រម៉ូទលបែងអនឡាញម្ដងឬក៏ដាក់ខែមួយខែ$3 4 500អញ្ចឹងក៏ចំណេញគាត់អញ្ចឹងហើយវាអត់ចំណេញយើងវាចំណេញទៅគាត់សួរថាខ្ញុំចំណេញមែនអត់ទេគ្រាន់តែថាខ្ញុំអត់គ្រប់គ្រងសកម្មភាពអស់ហ្នឹងខ្ញុំគិតថាវាអត់គួរខ្លាយទៅជាអំពើដែលនាំឲ្យប្រទេសយើងវឹកវរមកប្រទេសអញ្ចឹងបាទសូមអរគុណខ្ញុំសូមទោសផងកន្លងខ្ញុំនិយាយទៅវាជាទស្សនៈមួយជ្រុងដែលខ្ញុំស្មានថាខ្ញុំនិយាយត្រូវអត់ទេខ្ញុំអត់គិតថាខ្ញុំនិយាយត្រូវទេកន្លែងហ្នឹងគ្រាន់តែខ្ញុំចង់លើកយកមកពិភាក្សាវែកញែកឲ្យគ្រប់គ្នាសាកពិចារណាមើលថាតើមានហេតុផលណាល្អជាងនឹងដែលយើងគួរតែអាចរំលងរឿងនឹងឬក៏គួរតែអាចសប្បាយចិត្តច្រើនជាងនឹងអត់ឬក៏គួរប្រហិនគួរបន្តប្រហិនពេលវេលាប្រហិនសេចក្តីថ្លៃថ្នូរខ្លួនឯងនឹងទៅជេរគេទៀតចឹងអត់អញ្ចឹងខ្ញុំសូមមានតែយោបល់ប៉ុណ្ណឹងខ្ញុំសូមទោសផងកាលខ្ញុំលឺលួសសម្ដីណាមួយសូមអរគុណ